សួស្តីអ្នកនរគ្នាថ្ងៃនេះលោកគ្រូមានមេរៀនតាក់ទងទៅនឹងចំនួនម៉ូលបាទអញ្ចឹងមេរៀនចំនួនម៉ូលនេះវាជាមូលដ្ឋានគ្រឹះនៅក្នុងការសិក្សាគីមីគ្រប់កម្រិតតែម្ដងបាទអញ្ចឹងយើងមានលំហាត់របស់យើងគឺគេឲ្យយើងកណនាចំនួនម៉ូលនៃធាតុខាងក្រោមអញ្ចឹងយើងមាន2គឺមានចំណុចកគឺគេឲ្យ 6.02 គុណដល់សកុល23អាតូមហើយចំណុចខគឺ 20.7 ក្រាមនៃសំណបាទអញ្ចឹងចំណុចកយើងត្រូវអនុវត្តតាមរូបមន្តបាទ n តូចស្មើ n ធំលើបាទ NA បាទដែល n តូចគឺជាចំនួនម៉ូលបាទ n ធំគឺជាចំនួនអាតូមឬក៏ចំនួនម៉ូលេគុលហើយ NA នេះគឺជាចំនួនអាវ៉ូកាដ្រូបាទអញ្ចឹងយើងមើលតើបាទ n យើងគេឲ្យមកប៉ុន្មានហើយ NA គេឲ្យមកប៉ុន្មានបាទអញ្ចឹងយើងឃើញថា n ចំនួន n ធំរបស់យើងគេឲ្យមក 6.02 គុណ10សកុល23ចំណែកឯ NA ហ្នឹងក៏ចំនួនរបស់វាគឺ 6.02 គុណ10សកុល23ដូចគ្នាបាទអញ្ចឹងយើងធ្វើការចែកមកយើងឃើញថាបាទចម្លើយគឺឃើញ1បាទអញ្ចឹងបាទຂະຫນាតគិតជាម៉ូលបាទតោះឥឡូវកុំឲ្យខាត់ពេលយូរយើងមកកណនាចំណុចខមួយទៀតបាទអញ្ចឹងចំណុចខនេះគេឲ្យមកជាម៉ាស់អញ្ចឹងកាលណាគេឲ្យមកជាម៉ាស់យើងអាចប្រើតាមរូបមន្ត n ស្មើ n ធំលើ NA យើងមានរូបមន្តមួយទៀតបាទអញ្ចឹងរូបមន្តមួយទៀតហ្នឹងគឺបាទរូបមន្តវាគឺ n ស្មើ m តូចលើបាទ m ធំបាទ n ស្មើ m តូចលើ m ធំបាទអញ្ចឹង m តូចដែលគេឲ្យនៅក្នុងបម្រាប់ប្រធាននោះបាទគឺ 20.1 ក្រាម 20.7 ក្រាមបាទហើយ m ធំរបស់សំណគឺប៉ុន្មាន m ធំរបស់សំណគឺ 207បាទអញ្ចឹងយើងចែកទៅយើងធ្វើផលចែកទៅយើងឃើញថាចម្លើយវាគឺឃើញ 0.1 បាទ 0.1 អញ្ចឹងក្រាមសម្រួលឲ្យក្រាមអស់នៅសល់ម៉ូលណាបាទអរគុណច្រើន